សូមនមស្ការថ្វាយបង្គំដល់ប្រជុំ3នៃបត្រៃរតក៏ដូចជាសូមគោរពនិងជម្រាបសួរទៅដល់បងប្អូនដែលប្រើប្រាស់នៅបណ្ដាញសង្គមទាំងអស់អ្នកទាំងគ្នាថ្ងៃនេះវិលមកជួបខ្ញុំសារជាថ្មីចេញពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍគំនិត TDCC Center អ្នកទាំងគ្នានឹងឯងសង្ឃឹមថាសុខសប្បាយទាំងអស់គ្នាណាអ្នកទាំងគ្នាអញ្ចឹងថ្ងៃនេះគឺជាថ្ងៃសៅរ៍ហើយថ្ងៃចុងសប្ដាហ៍នឹងឯងអ្នកទាំងគ្នាហើយស្អែកគឺជាថ្ងៃអាទិត្យដែលបងប្អូនយើងគាត់អ្នកធ្វើការគឺបានសម្រាប់មួយថ្ងៃអ្នកទាំងគ្នាអញ្ចឹងអ្នកខ្លះគាត់ក៏ស្នាក់នៅផ្ទះទៅអ្នកខ្លះគាត់ក៏មានដំណើរកំសាន្តទៅកំសាន្តកន្លែងនេះកន្លែងនោះទាំងក្នុងស្រុកនិងក្រៅស្រុកហើយអ្នកខ្លះក៏ទៅជួបជុំឪពុកម្ដាយសាច់ញាតិបងប្អូនប្រពន្ធប្តីកូនជាដើមអញ្ចឹងទៅអ្នកទាំងគ្នាអញ្ចឹងសូមឲ្យការធ្វើដំណើរសូមឲ្យប្រកបតែសេចក្តីសុខនិងសុវត្ថិភាពអ្នកទាំងគ្នាសេចក្តីសុខនិងសុវត្ថិភាពអ្នកទាំងគ្នាថ្ងៃនេះខ្ញុំនិយាយអំពីប្រធានបទតការពីម្សិលមិញអ្នកទាំងគ្នាតការពីម្សិលមិញដោយសារនឹងឯងយើងរៀនស្ដាប់ដដែលឲ្យច្រើនបន្តិចទៅអ្នកទាំងគ្នានឹងឯងអញ្ចឹងកុំធុញអ្នកទាំងគ្នាអ្នកខ្លះអូយខ្ញុំស្ដាប់តែដដែលធុញអ្នកទាំងគ្នាប៉ុន្តែអ្នកដែលពូលបែបនឹងភាកច្រើនសិតតែអត់ទាន់យល់អំពីអ្វីដែលដដែលអ្នកទាំងគ្នាដដែលអ្នកទាំងគ្នាដូចអ្នកខ្លះគាត់និយាយថាអូយខ្ញុំដឹងហើយថាជីវិតមនុស្សសត្វនឹងវាត្រូវស្លាប់ប៉ុន្តែនៅពេលដែលត្រូវសេចក្តីស្លាប់ចូលមកដល់មិនថាតែខ្លួនឯងទៅជាភ័យអ្នកទាំងគ្នាមិនថាតែអ្នកដទៃសាច់ញាតិបងប្អូនហ្នឹងក៏នៅតែភ័យនៅតែកាត់ទុកអ្នកទាំងគ្នាអានឹងបានន័យថាយើងអត់ទាន់យល់អំពីធម៌ទាំងអស់នឹងអ្នកទាំងគ្នាយើងអត់ទាន់យល់អំពីជីវិតរបស់យើងនឹងឯងអ្នកទាំងគ្នាតាមសេចក្តីពិតនៅក្នុងពធអ្នកទាំងគ្នាដែលព្រះសម្មាសម្ពុទ្ធលោកបានសម្ដែងអ្នកទាំងគ្នាខ្ញុំដឹងហើយថាជីវិតយើងត្រូវស្លាប់ប៉ុន្តែដល់ពេលសេចក្តីស្លាប់ចិត្តចូលមកដល់ភ័យខ្លាចកើតទុក្ខអ្នកទាំងគ្នាដល់ពេលសាច់ញាតិបងប្អូនអីគាត់រៀបស្លាប់ភ័យខ្លាចកើតទុក្ខអ្នកទាំងគ្នាអញ្ចឹងបានន័យថាយើងដឹងដូចអត់ដឹងអ្នកទាំងគ្នាយើងដឹងតែសបកក្រៅណាអញ្ចឹងបរមត្ថខាងក្នុងការពិតខាងក្នុងថាហេតុអីមនុស្សនឹងត្រូវស្លាប់អ្នកទាំងគ្នាបរមត្ថការពិតរបស់វានឹងគឺយើងអត់ដឹងទេអ្នកទាំងគ្នាគឺយើងអត់ដឹងទេអ្នកទាំងគ្នាហើយខ្ញុំសូមកែតម្រូវវីដេអូខ្ញុំសាមញ្ញបន្តិចអ្នកទាំងគ្នាខ្ញុំខុសបន្តិចណាអ្នកទាំងគ្នាហ្នឹងហើយពេលខ្លះយើងនិយាយទៅយើងវាជាប់អ្នកទាំងគ្នាវាជាប់មាត់ចឹងទៅវាខុសដែរអ្នកទាំងគ្នាដល់ស្ដាប់ខ្លួនឯងសារថ្មីបានដឹងថាអូខុសបន្តិចអ្នកទាំងគ្នាខុសបន្តិចអ្នកទាំងគ្នាអញ្ចឹងការឈឺគឺជាការឈឺគឺជាការឈឺរបស់ខណ្ឌអ្នកទាំងគ្នាខណ្ឌរបស់ខណ្ឌអ្នកទាំងគ្នាអញ្ចឹងការឈឺមិនមែនជាការឈឺរបស់រូបទេអ្នកទាំងគ្នាអានឹងខ្ញុំសូមបញ្ជាក់ឡើងវិញអ្នកទាំងគ្នាហើយការចាស់ក៏ជាការចាស់ទើបជាការចាស់របស់រូបអ្នកទាំងគ្នាហ្នឹងហើយការចាស់វាជាការចាស់របស់រូបអ្នកទាំងគ្នាហ្នឹងហើយរូបកាយណាអ្នកទាំងគ្នាហ្នឹងហើយជាការចាស់របស់រូបកាយអញ្ចឹងខ្ញុំបញ្ជាក់កន្លែងហ្នឹងតិចអញ្ចឹងយើងឈឺយើងស្លាប់អ្នកទាំងគ្នាគឺជាការឈឺរបស់ខណ្ឌអ្នកទាំងគ្នាហើយនៅពេលដែលយើងស្លាប់គឺជាការបែកធ្លាយរបស់ខណ្ឌអ្នកទាំងគ្នាគឺបញ្ចខណ្ឌនឹងអ្នកទាំងគ្នាគឺបញ្ចខណ្ឌនឹងអ្នកទាំងគ្នាមិនមែនយើងអ្នកទុកអ្នកទាំងគ្នាមិនមែនយើងអ្នកទុកកាលពីម្សិលមិញខ្ញុំចេញវីដេអូមួយអត់ត្រូវការឲ្យទុកជាសក់អ្នកទាំងគ្នាអញ្ចឹងខ្ញុំបញ្ជាក់សារឡើងវិញអ្នកទាំងគ្នាអញ្ចឹងមនុស្សយើងរស់នៅសពថ្ងៃគឺសុទ្ធតែជាធម្មៈទាំងអស់ចាប់តាំងអំពីការដែលយើងចាប់កំណើតអ្នកទាំងគ្នានៅក្នុងផ្ទៃអ្នកទាំងគ្នារហូតទៅដល់បានន័យថាចុតតិអ្នកទាំងគ្នាពាក្យថាចុតតិចិត្តហ្នឹងអ្នកទាំងគ្នាបានន័យថាយើងរៀបស្លាប់ទៅវិញអ្នកទាំងគ្នាអញ្ចឹងអ្វីដែលយើងរស់នៅសពថ្ងៃហ្នឹងអ្នកទាំងគ្នាសុទ្ធតែជាធម្មៈទាំងអស់អ្នកទាំងគ្នាសុទ្ធតែជាធម្មៈទាំងអស់អ្នកទាំងគ្នាហើយធម្មៈនីមួយគឺវាអត់ត្រូវការអីទេអ្នកទាំងគ្នាអញ្ចឹងខ្ញុំបញ្ជាក់កន្លែងហ្នឹងធម្មៈនីមួយគឺវាអត់ត្រូវការអីទេក្រៅអំពីខ្លួនវានឹងអ្នកទាំងគ្នាមានន័យថាម៉េចមានន័យថាទុកវា
ត្រូវការតែទុកខ្លួនវានឹងវាអត់បានមកត្រូវការសុកទេអ្នកតាគ្នាវាអត់បានមកត្រូវការសុកទេអ្នកតាគ្នាអញ្ចឹងអ្នកខ្លះគាត់ថាខ្ញុំទុកអញ្ចឹងខ្ញុំកំពុងតែការទុកអញ្ចឹងខ្ញុំត្រូវការសុកអត់ទេអ្នកតាគ្នាអញ្ចឹងនៅពេលដែលកើតទុកគឺទុកនឹងវាអត់ត្រូវការអីទាំងអស់អ្នកតាគ្នាគឺវាជាទុកអ្នកតាគ្នាអញ្ចឹងដល់ទៅពេលយើងកើតសុកនឹងក៏អត់ត្រូវការទុកដែរឬក៏យើងនិយាយថាទុកនឹងវាអត់ត្រូវការសុកទេពីព្រោះវាជាទុកអ្នកតាគ្នាវាជាតួទុកអ្នកតាគ្នាអញ្ចឹងដល់សុកវាអត់ត្រូវការទុកទេពីព្រោះវាជាតួសុកអ្នកតាគ្នាប៉ុន្តែហេតុអីបានមនុស្សខ្លះកើតទុកចឹងទៅជាកើតសុកវិញអ្នកតាគ្នាពីព្រោះធម្មៈនឹងវាជាអនត្តាអ្នកតាគ្នាបានន័យថាវាមានហេតុមានបច្ច័យដែលធ្វើឲ្យវាផ្លាស់ប្ដូរអ្នកតាគ្នាចេញអំពីទុកទៅសុកអ្នកតាគ្នាប៉ុន្តែកំឡុងពេលដែលយើងកើតទុកហ្នឹងណាអ្នកតាគ្នាមានសេចក្តីទុកហ្នឹងណាអ្នកតាគ្នាសួរថាវាត្រូវការអីអ្នកតាគ្នាគឺវាអត់ត្រូវការអីទេរួមទាំងសុកវាអត់បានត្រូវការសុកទេអ្នកតាគ្នាអញ្ចឹងវាទុកគឺទុកអ្នកតាគ្នាប៉ុន្តែដែលសុកមួយចូលមកដល់ហ្នឹងបានន័យថាអនត្តាធម៌នឹងវាប្រែប្រួលអញ្ចឹងវាធ្វើឲ្យទុកនឹងវាបាត់ទៅវិញវាកើតរលត់ណាអ្នកតាគ្នាអញ្ចឹងវាធ្វើឲ្យសុកចូលមកដល់វិញអ្នកដែលចូលមកម្ដងអ្នកតាគ្នាដល់សុកនឹងក៏វាអត់ត្រូវការទុកវាអត់មានត្រូវការអីទាំងអស់ក្រៅអំពីសុកខ្លួនវានឹងអ្នកតាគ្នាក្រៅអំពីសុកខ្លួនវានឹងអ្នកតាគ្នាអញ្ចឹងនៅពេលដែលអនត្តាធម៌នឹងធម៌ដែលជាសុកនឹងណាអ្នកតាគ្នាសុកនឹងក៏ជាធម៌ទុកនឹងក៏ជាធម៌អញ្ចឹងនៅពេលដែលធម៌ដែលជាសុកនឹងវាអនត្តាបានន័យថាវាប្រែប្រួលទៅអញ្ចឹងវាចូលមកដល់អាចសុកទៀតឬក៏អាចទុកវិញម្ដងអ្នកតាគ្នាអាចទុកវិញម្ដងអ្នកតាគ្នាអញ្ចឹងបានជាអ្នកខ្លះថាខ្ញុំសុកខ្ញុំមានសេចក្តីសុកស្រាប់មកជួបរឿងកើតទុកវិញអ្នកតាគ្នាអញ្ចឹងអ្នកតាគ្នាឃើញអ្នកតាគ្នាអាកន្លែងហ្នឹងអញ្ចឹងយើងយល់ឲ្យដល់បរិមាត់អញ្ចឹងអ្នកតាគ្នាយើងយល់ឲ្យដល់បរិមាត់អញ្ចឹងទើបយើងអត់បន្ទុះអ្នកតាគ្នាទើបយើងអត់នៅពេលដែលកើតទុកចង់បានសុកអ្នកតាគ្នាអញ្ចឹងវាអត់ទេអ្នកតាគ្នាវាអត់ទេយើងមើលធម៌ទាំងអស់នឹងវាមានកិច្ចមានតួនាទីរបស់វាសុទ្ធតែជាធម្មៈទាំងអស់ហើយសួរថាធម៌ទាំងអស់នឹងវាជាយើងទេវាអត់មានយើងអ្នកតាគ្នាសុទ្ធតែជាធម្មៈទាំងអស់អ្នកតាគ្នាសុទ្ធតែជាធម្មៈទាំងអស់ស្អីក៏ជាធម្មៈដែរអ្នកតាគ្នាស្អីក៏ជាធម៌ដែរអ្នកតាគ្នាស្អីក៏ជាធម៌ដែរអ្នកតាគ្នាអញ្ចឹងដូចខ្ញុំចំណាំបញ្ជាក់អញ្ចឹងធម្មៈហ្នឹងវាធ្វើកិច្ចធ្វើតួនាទីវាទៅអ្នកតាគ្នាមិនមែនយើងអ្នកធ្វើកិច្ចធ្វើតួនាទីណាអ្នកតាគ្នាអាហ្នឹងអ្នកតាគ្នាអញ្ចឹងសុទ្ធតែជាកិច្ចសុទ្ធតែជាតួនាទីដែលវាត្រូវធ្វើអត់មានយើងឯណាទៅធ្វើទេអ្នកតាគ្នាអត់មានយើងឯណាទៅធ្វើទេអ្នកតាគ្នាអញ្ចឹងវាមានកិច្ចមានតួនាទីប្រែប្រួលផ្លាស់ប្ដូររបស់វាច្បាស់លាស់អ្នកតាគ្នាច្បាស់លាស់អ្នកតាគ្នាអញ្ចឹងត្រង់កន្លែងហ្នឹងដែលខ្ញុំបញ្ជាក់សារចុះសារឡើងថាវាអត់មានយើងអ្នកតាគ្នាវាអត់មានយើងអ្នកតាគ្នាអញ្ចឹងធ្វើម៉េចដើម្បីឲ្យលះយើងបានអ្នកតាគ្នាឬក៏លះអញបានអ្នកតាគ្នាយើងដឹងហើយថាបើសិនជាយើងលះយើងបានលះអញបានអត់ប្រកាន់ថាយើងជាអ្នករស់នៅអ្នកតាគ្នាអត់ប្រកាន់ថាយើងជាអ្នកបាននេះបាននោះអ្នកតាគ្នាអញ្ចឹងគឺយើងលះអភិសង្ខារបានហើយគឺកម្មអ្នកតាគ្នាហើយបើលះកម្មបានហើយវាមានផលនៃកម្មនឹងមកពីណាដែលធ្វើឲ្យយើងសុខឬក៏ទុក្ខអ្នកតាគ្នាគឺវាអត់មានអញ្ចឹងផលនៃកម្មវាកើតចេញអំពីកម្មដែលយើងបានធ្វើចុះបើយើងលែងធ្វើកម្មទៅហើយអ្នកតាគ្នាយើងមានផលនៃកម្មនឹងមកពីណាអ្នកតាគ្នាអានឹងគឺព្រះនិព្វានអ្នកតាគ្នាគឺព្រះនិព្វានអ្នកតាគ្នាអញ្ចឹងខ្ញុំបញ្ជាក់សារចុះថាឡើងដូចភ្នែកកណាភ្នែកវាជាធម្មៈមួយអញ្ចឹងវាមានកិច្ចមានតួនាទីត្រឹមតែឃើញរូបអ្នកតាគ្នាអញ្ចឹងវាមានតែត្រូវការអីអ្នកតាគ្នាវាមានតែត្រូវការសម្លេងឯណាកើតអ្នកតាគ្នាអញ្ចឹងសម្លេងវាជារបស់តិចអ្នកតាគ្នាវាជារបស់តិចអ្នកតាគ្នាឃើញអ្នកតាគ្នាអញ្ចឹង
វាមិនតែត្រូវការសម្លេងទេណាអញ្ចឹងភ្នែកគឺជាភ្នែកហើយវាធ្វើកិច្ចធ្វើតួនាទីរបស់វាឲ្យឃើញរូបអ្នកតាគ្នានៅពេលដែលមានរូបគឺភ្នែកនឹងមើលឃើញហើយអ្នកតាគ្នាហើយសួរថាកន្លែងហ្នឹងយើងអ្នកមើលឃើញទេអ្នកតាគ្នាគឺអត់មានយើងជាអ្នកមើលឃើញអញ្ចឹងធម៌ហ្នឹងវាធ្វើកិច្ចធ្វើតួនាទីដោយខ្លួនវាអ្នកតាគ្នាធ្វើកិច្ចតួនាទីដោយខ្លួនវាអ្នកតាគ្នាទោះបីជាអត់តួខ្លួនយើងក៏ដោយអ្នកតាគ្នាឲ្យតែមានភ្នែកហើយនឹងរូបឲ្យតែមានរូបគឺភ្នែកនឹងវាមើលឃើញហើយទោះបីជាអត់មានតួខ្លួនយើងនឹងក៏ដោយអ្នកតាគ្នាទោះបីជាអត់មានតួខ្លួនយើងនឹងក៏ដោយអ្នកតាគ្នាខ្ញុំឧទាហរណ៍ថាបើសិនបើយើងចេះសិលណាអ្នកតាគ្នាចេះវីតាមុនណាឥឡូវយើងជប់ភ្នែកអានេះខ្ញុំឧទាហរណ៍បែបលក្ខណៈលេងសើចបន្តិចណាឲ្យអ្នកតាគ្នាគិតកន្លែងហ្នឹងបន្តិចឧទាហរណ៍ថាយើងចេះសិលយើងជប់ភ្នែកមកជប់ភ្នែកឲ្យមើលឃើញនេះមើលឃើញនោះអ្នកតាគ្នាអញ្ចឹងនៅពេលដែលមានរូបភ្នែកហ្នឹងមានតែក្របភ្នែកមួយហ្នឹងក៏វាមើលឃើញដែរចាំបាច់មានតួខ្លួនយើងអីអ្នកតាគ្នាចាំបាច់មានតួខ្លួនយើងអីអ្នកតាគ្នាឲ្យតែមានរូបក្របភ្នែកហ្នឹងគឺវាមើលឃើញហើយអ្នកតាគ្នាអានឹងខ្ញុំឧទាហរណ៍បែបដូចលក្ខណៈលេងសើចបន្តិចណាអ្នកតាគ្នាប៉ុន្តែខ្ញុំចង់ឲ្យយល់ធម៌កន្លែងហ្នឹងអ្នកតាគ្នាអញ្ចឹងតាជាក៏ដូចគ្នាដែរអ្នកតាគ្នាតាជាក៏ដូចគ្នាដែរអ្នកតាគ្នាទោះបីជាអត់មានតួខ្លួនយើងប៉ុន្តែឲ្យតែមានតាជាមួយដុំហ្នឹងអ្នកតាគ្នាអញ្ចឹងនៅពេលដែលមានសម្លេងគឺវាលឺហើយនេះអាបច្ច័យអាហេតុនោះវាកើតចេញអំពីសម្លេងនោះបើសិនបើមានតែតាជាអត់សំឡេងក៏វាអត់ឮដែរអ្នកតាគ្នាបើមានតែភ្នែកអត់រូបក៏វាអត់ឃើញដែរអ្នកតាគ្នាអាហ្នឹងអញ្ចឹងយើងគ្រាន់តែមានសតិរលឹកដឹងអ្នកតាគ្នាអំពីធម៌ទាំងអស់ហ្នឹងដែលវាកើតរលត់កំឡុងពេលដែលយើងចាប់បដិសន្ធិរហូតទៅដល់យើងស្លាប់ទៅវិញហ្នឹងអ្នកតាគ្នាយើងមានសតិក្រើនរំលឹកអ្នកតាគ្នាសតិក្រើនរំលឹកអ្នកតាគ្នាថាធម៌ទាំងអស់ហ្នឹងមិនមែនជាយើងមិនមែនជារបស់យើងមិនមែនជាយើងដែលជាអ្នកធ្វើកិច្ចធ្វើតួនាទីដូចភ្នែកអញ្ចឹងមិនមែនយើងជាអ្នកធ្វើកិច្ចដើម្បីឲ្យឃើញទេការឃើញគឺជាការឃើញរបស់ភ្នែកដែលអាស្រ័យរូបអ្នកតាគ្នាអាស្រ័យរូបអ្នកតាគ្នាអញ្ចឹងអាការដែលយើងមានសតិហ្នឹងមានទិដ្ឋិមានសតិនឹងរំលឹកខ្លួនឯងអញ្ចឹងនៅពេលដែលធម៌អីមួយកើតឡើងអ្នកតាគ្នាអានឹងហើយគេហៅថាសតិប្បដ្ឋាននោះអ្នកតាគ្នាគេហៅថាសតិប្បដ្ឋាននោះបានន័យថាសតិរលឹកដឹងរឿយនៅពេលដែលធម៌ទាំងអស់នឹងកើតមានអ្នកតាគ្នាអញ្ចឹងធម៌ទាំងអស់នឹងកើតមាននៅពេលណាអ្នកតាគ្នាដូចខ្ញុំបញ្ជាក់អញ្ចឹងនៅពេលមានរូបភ្នែកគឺមើលឃើញអញ្ចឹងអានឹងជាធម៌នោះអ្នកតាគ្នាជាធម៌ឬក៏ជាធម៌អ្នកតាគ្នាឲ្យតែមានរូបគឺភ្នែកនឹងវាធ្វើកិច្ចដើម្បី